นខ្លួនឯងឲ្យដឹងកូនជាទីស្រឡាញ់គោលធម៌សម្រាប់ប្រព្រឹត្តដើម្បីកសាងខ្លួនប្រការទី2គឺអានខ្លួនឯងឲ្យដឹងដោយសក្តីថាត្រូវសិក្សាខ្លួនឯងត្រួតត្រាពិនិត្យខ្លួនឯងដើម្បីឲ្យដឹងនៅការពិតនៃជីវិតរបស់កូនពោលគឺត្រូវស្គាល់ខ្លួនឯងឲ្យបានច្បាស់ត្រូវស្គាល់ថាខ្លួនឯងមានការចេះដឹងមានសមត្ថភាពមានសតិបញ្ញាត្រឹមណាមានកម្លាំងប៉ុណ្ណានិងដែលសំខាន់ជាទីបំផុតត្រូវដឹងចិត្តខ្លួនឯងថាជាពិតប្រាកដក្នុងជីវិតនេះត្រូវអានខ្លួនឯងឲ្យបានច្បាស់ដូចអានសៀវភៅឬអានគម្ពីរធម៌អញ្ចឹងត្រូវយល់ពីខ្លួនឯងឲ្យសព្វគ្រប់ប្រៀបដូចជាមនុស្សដើរផ្លូវឆ្ងាយបានមើលផែនទីស្គាល់ផ្លូវច្បាស់ឬដូចជាងធ្វើផ្ទះបានមើលគំរូផ្ទះយល់ច្បាស់ដូច្នេះឯងដំណើរជីវិតឬដំណើរការងារយ៉ាងណាមួយក៏ដូចគ្នានឹងការដើរផ្លូវឬការសាងសង់ផ្ទះនោះឯងគឺអានខ្លួនឯងឲ្យបានច្បាស់លាស់រឹតតែច្បាស់រឹតតែល្អជីវិតនិងការងារប្រព្រឹត្តទៅបានល្អព្រមទាំងសេចក្តីសម្រេចដែលនឹងសម្រេចបានដោយល្អនោះព្រោះមកអំពីការស្គាល់ខ្លួនឯងនេះឯងបើសូម្បីតែខ្លួនឯងក៏មិនយល់ពីខ្លួនឯងនិងមិនស្គាល់ខ្លួនឯងផងនោះនឹងធ្វើការងារអ្វីបានទៅដូចអ្នកដើរផ្លូវអត់មានផែនទីទោះបីជាដើរទៅបានមែនក៏មុខជាវង្វេងឬខាតពេលខាតកម្លាំងជាពិតប្រាកដព្រោះតែខ្លួនមិនស្គាល់ផ្លូវនោះឯងដូច្នេះមុននឹងធ្វើនៅការងារណាកូនត្រូវសិក្សាអំពីខ្លួនឯងឲ្យបានច្បាស់លាស់ជាមុនសិនគឺជាការអានខ្លួនឯងដូចជាការអានសៀវភៅអញ្ចឹងរួចហើយសឹមធ្វើនៅកិច្ចការនោះការបើយ៉ាងនេះការខ្វះខាតឬការភ្លាំងផ្លត់ឆ្គំឆ្គងនឹងមិនបានកើតឡើងឡើយតាំងពីដំបូងតែម្ដងក្រៅអំពីដឹងថាខ្លួនឯងមានការចេះដឹងប៉ុណ្ណាមានសមត្ថភាពប៉ុណ្ណាមានសតិបញ្ញាប៉ុណ្ណាមានកម្លាំងប៉ុណ្ណានិងមានអំណងប្រាថ្នាក្នុងជីវិតយ៉ាងណាហើយនោះកូនត្រូវស្គាល់នៅតួនាទីជាដើមរបស់ខ្លួនទៀតផងគឺស្គាល់តាមសេចក្តីពិតថាខ្លួនមានតួនាទីមានឋានៈមានភេទមានជំនាញនិងមាននូវគុណធម៌យ៉ាងណាហើយត្រូវប្រព្រឹត្តឲ្យបានសមរម្យទៅតាមតួនាទីជាដើមនោះនិងឲ្យបានសមស្របទៅតាមផ្លូវល្អផ្លូវចម្រើនដើម្បីកុំឲ្យធ្លាក់ខ្លួនចូលទៅក្នុងផ្លូវនៃសេចក្តីវិនាសខ្លួនជាទីពឹងរបស់ខ្លួនឯងខ្លួនជាកតៈរបស់ខ្លួនឯងព្រោះហេតុនោះអ្នកចូលរក្សាខ្លួនឲ្យដូចជានាយពិនិត្យថែរក្សានៅសេះដែលល្អយ៉ាងដូចនេះឯង